មុខម្ហូបថ្ងៃនេះគឺសម្លឆ្នាំងភ្លើងនេះមិនមែនជាសម្លចាប់ឆាយទេវាជាសម្លឆ្នាំងភ្លើងដែលបងប្អូនគាត់ធ្លាប់ញ៉ាំនៅពេលដែលគាត់ទៅចូលរួមពិធីការតែងតែមានណាពីមុនមកហើយឥឡូវនេះតាមរោងការអត់សូវនិយមម៉ាទេព្រោះគេមានស៊ុបមានឆ្នាំងភ្លើងប្រភេទសម្លម្ជូរអីចឹងទៅហើយដំបូងឡើយយើងត្រូវឆាបន្លែសិនហើយសម្រាប់ខ្ញុំឆាស្បែកជ្រូកហើយនឹងហ៊ូគីហើយនឹងស្ពៃបូកគោដែលខ្ញុំទិញតែមួយជ្រុងទេស្ពៃបូកគោហ្នឹងហើយមួយជ្រុងសម្រាប់ខ្ញុំតិចពេកផងហើយយើងដាក់គ្រឿងក្រៅមករសជាតិមកល្មមកុំឲ្យប្រៃពេកនៅក្នុងបន្លែណាហើយបន្ទាប់មកទៀតយើងអាចយកឆ្នាំងមួយទៀតមកធ្វើទឹកស៊ុបដែលក្នុងនោះយើងបំពងខ្ទឹមហើយយើងដួសខ្ទឹមចេញដាក់នៅកូនចានទុកដាច់ដែលឡែកមួយឡែកទៅសម្រាប់រោយវានៅពេលដែលយើងធ្វើម្ហូបឆ្អិនសម្រាប់សាច់ខ្ញុំប្រើឆ្អឹងជំនី5000ខ្ញុំប្រើសាច់ស្មាមុខចំនួន5000ហើយយើងមានបន្លែការ៉ុតដែលជាប្រភេទបន្លែងាយនឹងមិនងាយនឹងផុយយើងដាក់វាចូលក្នុងទឹកស៊ុបហ្នឹងខ្ញុំមានពោតកំប៉ុងមួយកំប៉ុងខ្ញុំមានផ្សិតមួយកំប៉ុងហើយផ្សិតក្រៀមចំនួន2000នៅក្នុងនេះយើងដាក់គ្រឿងមានដូចជាស្ករមានដូចជាម្សៅស៊ុបមានដូចជាប្រេងខ្យងហើយខ្ញុំដាក់ទឹកត្រីទឹកស៊ីអ៊ីវមានហេប៊ីយឺហ៊ឺដែលខ្ញុំដាក់នៅក្នុងទឹកស៊ុបនឹងដែរសម្រាប់បងដែលគាត់ចូលចិត្តបន្លែអីបន្ថែមអាចដាក់បន្ថែមទៅនៅក្នុងនេះខ្ញុំរកទិញផ្សិតប៉ៅហ៊ឺប៉ុន្តែខ្ញុំទិញអត់បានអញ្ចឹងហើយនៅក្នុងសម្លមួយមុខនេះខ្ញុំអត់ដាក់ផ្សិតប៉ៅហ៊ឺទេហើយបើនិយាយពីរឿងស៊ុបនេះវិញខ្ញុំក៏មានថ្លើមដែរប៉ុន្តែខ្ញុំអត់ទាន់ដាក់វាឥឡូវទេព្រោះដោយសារតែខ្ញុំខ្លាចមកងាស់វាយូរទៅវារៀងរួញនៅក្នុងនេះឆ្នាំងខ្ញុំប្រើទូចពេកខ្ញុំក៏ត្រូវបដូរឆ្នាំងដែលខ្ញុំយកឆ្នាំងធំមកដាក់វិញដើម្បីរំងាស់ទឹកស៊ុបឲ្យវារៀងមានជាតិខ្លាំងហើយសម្រាប់បន្លែដែលយើងឆានៅពេលដែលយើងមកងាស់ទឹកស៊ុបចោលខ្ញុំក៏មករៀបបន្លែដែលយើងឆាដំបូងបងប្អូនយើងមានដូចជាស្ពៃបូកគោមានដូចជាស្បែកជ្រូកហើយនឹងហ៊ូគីដែលយើងយកមករៀបវាទ្រាប់នៅបាតឆ្នាំងភ្លើងរបស់យើងទៅហើយបន្ទាប់ពីយើងរៀបចំហើយទឹករបស់យើងទឹកស៊ុបរបស់យើងពុះយើងមកងាស់រាំងយូរដែរហើយយើងក៏ដាក់ថ្លើមទៅថ្លើមចុងក្រោយគេដើម្បីឲ្យថ្លើមហ្នឹងកុំឲ្យវារួញប៉ុន្តែត្រូវតែប្រកាសថាឆ្អិនណាបងប្អូនបន្ទាប់មកទៀតនៅពេលដែលយើងភ្លក់រសជាតិរួចរាល់អស់ហើយយើងចាប់ផ្ដើមយកទឹកស៊ុបរបស់យើងហើយនឹងសាច់ដែលមាននៅក្នុងហ្នឹងចូលមករៀបនៅក្នុងឆ្នាំងភ្លើងនៅក្នុងនេះយើងត្រូវប្រើភ្លើងដើម្បីរំងាស់នៅក្នុងឆ្នាំងភ្លើងមួយទៀតប៉ុន្តែទឹកស៊ុបរបស់យើងពុះហើយបើយើងចង់ដាក់នៅក្នុងចានហ្មងក៏បានដែរប៉ុន្តែអត់ល្អមើលព្រោះម្ហូបឆ្នាំងភ្លើងកន្លែងនេះយើងត្រូវទ្រាប់បន្លែទ្រាប់អីហើយយើងប្រើទឹកស៊ុបហើយនឹងសាច់ថ្លើមអីផ្សេងៗឲ្យបងប្អូនចង់ដាក់បកាដាក់ប្រហិតទៀតក៏បានដែរតែសម្រាប់ខ្ញុំអត់ចង់ដាក់អញ្ចឹងក៏អត់ហ្មងទៅបន្ទាប់មកទៀតយើងក៏គ្របវាទៅហើយចាប់ផ្ដើមដាក់ភ្លើងហើយអាកុលនេះខ្ញុំទិញពីផ្សារមកអញ្ចឹងទៅម្ដុំវាតែ1000រៀលទេតែសម្រាប់ឆ្នាំងភ្លើងនេះយើងលើកសឡដែលទើបនឹងពុះអញ្ចឹងទៅវារៀងក្តៅដែរហើយបើថាដាក់ភ្លើងពីក្រោមហ្នឹងដាក់ឲ្យតែល្អមើលទេបងប្អូនហើយបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមរោយខ្ទឹមរោយស្លឹកខ្ទឹមហើយនឹងដាក់ជីវ៉ាន់ស៊ុយនៅក្នុងហ្នឹងពេលដែលបើកមកម្ដងទៀតទឹកសម្លវាចាប់ផ្ដើមពុះខុចណាបងប្អូននិយាយថាឈ្ងុយខ្លាំងហើយនិយាយថាសម្លនេះគឺឆ្ងាញ់ខ្លាំងមែនតើបងប្អូនអាចយកទៅសាកល្បងធ្វើបានសម្រាប់បងប្អូនដែលចង់បានកៅបកពុកមាត់បងមករាកុំភ្លេចណាមួយឈុតតែ$25ទេបងប្អូនប្រើបានរាប់ខែប្រភេទកៅដែលមានគុណភាពល្អខ្លាំងបកដោយពុកមាត់ទាំងរឹសបានស្អាតតែម្ដងមួយឈុត25នេះបងប្អូនអាចបានទាំងឈុតទាំងឆ្នាំងទាំងកៅទាំងលភិបៀបងប្អូនអាចធ្វើការកម្មង់បានដោយតាក់ទងមកតាម Telegram របស់ខ្ញុំ086 94 និង24ឬមួយក៏បងប្អូនឆាតចូលក្នុង TikTok ដែលខ្ញុំកំពុងផុសវីដេអូនេះក៏បានបងប្អូនឆាតចូលក្នុង Page ដែលខ្ញុំកំពុងតែផុសវីដេអូនេះក៏បានឬមួយក៏ឆាតចូលក្នុង Page បងមករាមក Page បងមករាគូភ័យក៏បានដែរតែបើសិនជាបងប្អូនបើយើងចង់ច្បាស់មែនតើឆាតចូល Telegram របស់ខ្ញុំទៅ086 94 6624សម្រាប់បងដែលគាត់ចង់មកបកដល់ហាងចូលក្នុង Google Map វាយអក្សរខ្មែរដាក់ហាងបកពុកមាត់បងមករាជិះមកតាម location ចូលក្នុងបរិយាផ្ទះ328អរគុណ